អាលីសបានចាប់កំណើតឡើងវិញដោយមិននឹកស្មានដល់ថ្ងៃដែលឪពុកម្ដាយរបស់នាងបង្ខំនាងឲ្យប្រគល់ឲ្យមិត្តប្រុសរបស់នាងបេនយ៉ាមីនទៅកាន់ប្អូនស្រីរបស់នាងឈ្មោះជាស៊ីកាប៉ុន្តែមិននឹកស្មានដល់លើកនេះអាលីសពិតជាយល់ព្រមឪពុកម្ដាយរបស់នាងយកស្រុកទាំងស្រុងភ្ញាក់ផ្អើលពួកគេសង្ស័យថាអាឡៃសគ្រោងនឹងបំផ្លាញផ្ទះរបស់ Jessica ដោយសម្ងាត់ពិធីមង្គលការអាលីសបានសួរពួកគេថាតើពួកគេគ្រាន់តែមិនចង់ឲ្យនាងចាក់ចេញទេឬដូច្នោះឪពុកម្ដាយរបស់នាងបានប្រគល់យន្តហោះមួយគ្រឿងឲ្យនាងយ៉ាងប្រញាប់ប្រញាល់សម្បត្តិពួកគេមិនដឹងទាល់តែសោះថាមានអ្វីអាលីសមានបំណងបោះបង់ចោលមិនមែនគ្រាន់តែបេនយ៉ាមីនប៉ុន្តែគ្រួសារទាំងមូលនេះនៅក្នុងនាងជាតិមុនឪពុកម្ដាយរបស់នាងដើម្បីព្យាបាលជំងឺមហារីកឈាមរបស់ Jessica ហើយបានសម្រាលកូនដើម្បីឲ្យ Alice ក្លាយជានាងការផ្គត់ផ្គង់ឈាមនៅពេលដែលនាងធំឡើងឪពុកម្ដាយរបស់នាងចង់ឲ្យ Jessica មានសុភមង្គលចាក់សោ Alice នៅផ្ទះនៅថ្ងៃនោះ Benjamin បានយកមកវិញនៅរបស់គាត់ការមើលឃើញដែលបណ្ដាលឲ្យ Benjamin ជឿខុសថាមនុស្សដែលបានមើលថែគាត់អស់រយៈពេល5ឆ្នាំជាស៊ីកាក្រោយមកអាលីសបានព្យាយាមប្រាការថើបដើម្បីធ្វើឲ្យបេនយ៉ាមីនចងចាំនាងប៉ុន្តែបេនយ៉ាមីនជឿជាក់យ៉ាងមុតមមថានាងពិតជាស្ត្រីអាក្រក់ម្នាក់នៅលើថ្ងៃរបស់បេនយ៉ាមីនពីពិធីមង្គលការរបស់ជាស៊ីកាអាលីសបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលនាងបើកភ្នែកឡើងម្ដងទៀតនាងបានដឹងខ្លួននាងបានកើតជាថ្មីក្នុងជីវិតនេះអាលីសបានស្បត់ថានាងនឹងរស់នៅសម្រាប់តែខ្លួនឯងប៉ុណ្ណោះនៅពេលនោះបេនយ៉ាមីនបានផ្ញើសារទៅអាលីសដើម្បីជួបគាត់នៅសន្តាគារមួយប៉ុន្តែពេលអាលីសបើកទ្វារនាងបានឃើញបេនយ៉ាមីននិងជាស៊ីកាមានភាពស្និទ្ធស្នាលនឹងគ្នាជាស៊ីកាធ្វើពុតជានិយាយថារឿងនេះនឹងធ្វើឲ្យអាឡៃសោកសៅប៉ុន្តែបេនយ៉ាមីនបាននិយាយថានេះពិតជាអ្វីដែលគាត់ចង់បានបន្ទាប់មកគាត់បានប្រគល់កាតអញ្ជើញអាពាហ៍ពិពាហ៍ឲ្យអាលីសមិនអាចទប់ទឹកភ្នែកបានទេប៉ុន្តែនាងមិនបានប្រកែកទប់វិញតតែសោះផ្ទុយទៅវិញនាងជូនពរបេនយ៉ាមីននិង Jessica ឲ្យមានសុភមង្គលឃើញបែបនេះបេនយ៉ាមីនចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីអាលីសហាក់ដូចជាខុសគ្នាស្រាប់តែពេលនោះចង្គៀងគុំឥឡូវនេះបេនយ៉ាមីនភ្លាមបានការពី Jessica ឲ្យគេចចេញជាមួយនាងភ្លេចទាំងស្រុងថាគាត់ធ្លាប់សន្យាអាលីសថាគាត់មិនដែលអនុញ្ញាតឲ្យនាងទទួលបាននោះទេឈឺចាប់ពេលអាលីសភ្ញាក់ពីដំណេកនៅមន្ទីរពេទ្យនាងបានដឹងថាឪពុកម្ដាយរបស់នាងនិងបេនយ៉ាមីនទាំងអស់គ្នាកំពុងមើលថែ Jessica ខណៈពេលដែលគ្មានម្នាក់យកចិត្តទុកដាក់ចំពោះនាងរងរបួសយ៉ាងធ្ងន់ធ្ងរនឹងដោយសន្លប់អាលីសត្រូវប្រើឈើច្រត់ហើយទៅយកមួយពពានបាត់របស់នាងឡើងតែម្នាក់ឯងឃើញតែម្ដាយកំពុងបំបៅដោះកូនស៊ុប Jessica ធ្វើពុតជាប្រាប់ឪពុកម្ដាយរបស់ពួកគេទៅលេង Alice ប៉ុន្តែឪពុករបស់ពួកគេបាននិយាយថា Alice មិនសមនឹងទទួលបានទេក្តីបារម្ភរបស់ពួកគេពេលលើថាបេនយ៉ាមីនជឿថា Alice តែងតែធ្វើបាបជាស៊ីកាខណៈពេលដែលជាស៊ីកាមានចិត្តល្អណាស់ឬនេះពីខាងក្រៅទ្វារ Alice បានរកឃើញវាគួរឲ្យអស់សំណើចណាស់ពីមុនជាស៊ីកាត្រូវបានគេចាប់បានកំពុងរអ៊ូតាមរយៈនាងទូខោអោប៉ុន្តែជំនួសឲ្យការមានអារម្មណ៍ថាមានកំហុសនាងបានទះកំភ្លៀងអាលីសពេលឪពុកម្ដាយរបស់នាងបានប្រញាប់ប្រញាល់ទៅបន្ទាប់ពីសម្លេងនោះពួកគេបានឃើញ Jessica យំហើយស្ដីបន្ទោសអាលីសដោយមិនចាំបាច់សួរអ្វីទាំងអស់ម្ដាយរបស់នាងថែមទាំងចង់ទិញសម្លៀកបំពាក់របស់ Jessica ទៀតផងសំណងអាលីសមិនដែលមានអារម្មណ៍ស្នេហាដែលធ្លាប់ស្គាល់ឥឡូវនេះនាងបានសម្រេចចិត្តថានាងនឹងបោះបង់ពួកគេចោលប៉ុន្តែ Jessica បានរារាំងនាងម្ដងទៀតដោយជំរុញឲ្យរុក្ខជាតិនិយាយបែបនោះមនុស្សគ្រប់គ្នាស្រឡាញ់នាងអាលីសមិនអាចទ្រាំទ្របានទឹកមុខពេញចិត្តរបស់ Jessica ហើយសួរថាតើនាងមិនខ្លាចថាពេញយ៉ាមីននឹងរៀនទេការពិតឬដូច្នោះ Jessica ទះកំភ្លៀងអាលីសភ្លាមពេលឃើញពេញយ៉ាមីនដើរកាត់នាងនិយាយថានាងនឹងឥឡូវនេះធ្វើឲ្យ Alice យល់ពេញយ៉ាមីននឹងជឿតែនាងប៉ុណ្ណោះបន្ទាប់មកនាងធ្វើពុតជារុញច្រានអូសទាញអាលីសចូលទៅក្នុងស្រះជាមួយនាងឃើញពេលនោះបេនយ៉ាមីនក៏ប្រញាប់ទៅជួយសង្គ្រោះជាស៊ីកាធ្វើពុតជាជំរុញឲ្យគាត់ជួយសង្គ្រោះអាលីសប៉ុន្តែក៏បាននិយាយថានាងមិនបានស្ដីបន្ទោសទេអាលីសពេលឮដូច្នេះបេនយ៉ាមីនគិតអាលីសបានព្យាយាមសម្លាប់ជាស៊ីកាគោលបំណងដូច្នេះគាត់បាននាំ Jessica ទៅឆ្ងាយអ្វីដែលអាក្រក់ជាងនេះទៅទៀតឪពុកម្ដាយរបស់នាងក៏ជឿដែរថាអ្វីទាំងអស់គឺជាកំហុសរបស់អាលីសដូច្នេះពួកគេបានបញ្ជានាងកុំឲ្យចូលទៅជិតបេនយ៉ាមីនម្ដងទៀតអាលីសបានយំហើយសួរនាងឪពុកម្ដាយថាតើពួកគេធ្លាប់មានអារម្មណ៍ថាមានកំហុសចំពោះយកបេនយ៉ាមីនចេញពីនាងប៉ុន្តែនាងឪពុកបាននិយាយថាគាត់បានផ្ដល់ជីវិតដល់ Alice ដូច្នេះនាងជំពាក់ពួកគេគ្រប់យ៉ាងជាថ្នូរបន្ទាប់មកគាត់បានគំរាម Alice កុំឲ្យបង្ហាញការពិតប៉ុន្តែដោយមិននឹកស្មានដល់បេនយ៉ាមីនស្រាប់តែដើរចូលមកគាត់បានសួរថាតើពួកគេកំពុងនិយាយអំពីការពិតអ្វីនាងឪពុកបានកុហកយ៉ាងរហ័សថាគាត់កំពុងបង្ខំ Alice ប្រាប់ការពិតអំពីការដួលរលំចូលទៅក្នុងទឹកឬដូច្នេះបេនយ៉ាមីនបានបញ្ជាឲ្យនរណាម្នាក់ចាក់សោអាលីសនៅក្នុងសាលសពម្ដាយរបស់នាងភ្លាមយល់ព្រមមិនថាអាលីសអង្វរសុំជំនួយយ៉ាងណាក៏ដោយនៅក្នុងបន្ទប់តម្កល់សពគ្មានអ្នកណាឆ្លើយតបទេអាលីសនឹកឃើញដល់ពេលនោះពីរបៀបដែលបេនយ៉ាមីនមិនអាចសូម្បីតែទ្រាំទ្រនឹងនាងដើម្បីស្ដាប់សំឡេងកូលាន់នាងយំដោយនិយាយថានាងពិតជាមានខុសហើយរហូតដល់ថ្ងៃបន្ទាប់នៅពេលដែលបេនយ៉ាមីនបាននៅអាលីសទទួលស្គាល់ថានាងខុសតើគាត់បានអនុញ្ញាតឲ្យនាងចេញឬគាត់មិនដឹងអ្វីទាំងអស់អ្វីដែលអាលីសចង់មានន័យគឺថានាងខុសហើយដែលលងស្នេហ៍នឹងគាត់បន្ទាប់ពីអាលីសបានត្រឡប់មកផ្ទះវិញនាងបានដុតអ្វីទាំងអស់របស់នាងរូបថតជាមួយបេនយ៉ាមីនប៉ុន្តែនាងចៃដន្យជួបនឹងបេនយ៉ាមីននិងជាស៊ីកាបេនយ៉ាមីនបានប្រាប់នាងឲ្យឈប់នៅពេលដែលគាត់ឃើញវាព្រោះជាស៊ីកាមិនចូលចិត្តក្លិនផ្សែងទេនៅថ្ងៃបន្ទាប់ឪពុកម្ដាយរបស់នាងបានរៀបចំពិធីមួយពិធីជប់លៀងខួបកំណើតដ៏ប្រណីតសម្រាប់ Jessica ស្ដាប់ចម្រៀងខួបកំណើត
បទចម្រៀងនោះអាលីសចងចាំថាសំបីតែពេលនាងទិញនំខេកមួយដោយសង្ឃឹមថានឹងញ៉ាំជាមួយឪពុកម្ដាយរបស់នាងពួកគេនឹងបដិសេធដោយសារតែ Jessica មិនសប្បាយចិត្តបន្ទាប់ពីពិធីជប់លៀងនោះ Jessica បាននិយាយខួបកំណើតរបស់នាងបំណងប្រាថ្នាគឺសម្រាប់ឪពុកម្ដាយរបស់នាងនិង Benjamin ដើម្បីឲ្យមានសុភមង្គលពេលឬដូច្នេះឪពុកម្ដាយរបស់នាងបានប្រកាសជាសាធារណៈថា Jessica នឹងទទួលមរតកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ Benjamin ក៏ដូចគ្នាដែរបានផ្ដល់ជូនភាគហ៊ុនក្រុមហ៊ុនរបស់គាត់ចំនួន50ជាអំណោយដល់នាងហើយគាត់បានដាក់បុព្វបុរសចិញ្ចៀនពេជ្រជានិមិត្តរូបប្រពន្ធស្ថានភាពនៅលើម្រាមដៃរបស់ Jessica ប៉ុន្តែ Benjamin ធ្លាប់សន្យាថានឹងចំណាយពេលរាល់ថ្ងៃកំណើតជាមួយ Alice ហើយពួកគេបានយល់ព្រមរៀបការម្ដងគាត់បានមើលឃើញឡើងវិញឥឡូវនេះអ្វីទាំងអស់បានកន្លងផុតទៅហើយបានคล้ายជាការកុហក Alice ចង់ចាក់ចេញប៉ុន្តែ Jessica បានសុំនាងមួយបច្ចុប្បន្នដូច្នេះនាងត្រូវដើរទៅ Jessica ប៉ុន្តែនៅពេលដែល Alice បានប្រគល់អំណោយនោះ Benjamin បានកត់សម្គាល់ឃើញថាខ្សែដៃដែលនាងពាក់គឺជាខ្សែដៃមួយកាលពីគាត់ខ្វាក់ភ្នែក Jessicaអះអាងថាសំខាន់បំផុតសម្រាប់នាង Benjamin ភ្ញាក់ផ្អើលភ្លាមគាត់ចាប់ Alice ហើយសួរថាអ្នកណានាងពិតជាដូច្នោះមែន